ខ្ញុំបត់ក្រដាស់បាទខ្ញុំបត់ក្រដាស់ I force the paper I force the paper អញ្ចឹងប្រែថាខ្ញុំបត់ក្រដាស់បាទបត់ក្រដាស់ធ្វើជារូបចាបឬមកក៏បត់ក្រដាស់ធ្វើជាផ្កាឬមកក៏ធ្វើអ្វីមួយតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងទៅយ៉ាខ្ញុំអាចធ្វើវាបានយ៉ាខ្ញុំអាចធ្វើវាបាន I can do it I can do it I can do it បាទអញ្ចឹងប្រែថាខ្ញុំអាចធ្វើវាបានបាទបងប្អូនចង់ចេះសិនបត់សិតចាប់អញ្ចឹងបងប្អូនអាចធ្វើវាបានបងប្អូនចង់ចេះបត់ផ្កាកាត់ផ្កាអញ្ចឹងបងប្អូនអាចធ្វើវាបានដែរអូខេអ្នកអាចធ្វើវាបានយ៉ាអ្នកអាចធ្វើវាបាន You can do it You can do it You can do it បាទអញ្ចឹងប្រែថាអ្នកអាចធ្វើវាបានដូចគ្នាយ៉ាតើអ្នករួចរាល់ហើយឬនៅបាទ Are you done already Are you done already Are you done already តើអ្នករួចរាល់ហើយឬនៅបាទបត់សត្វចាបនឹងហើយនៅបត់ផ្កានឹងហើយនៅអូខេអញ្ចឹង Are you done already អូខេខ្ញុំទៅផ្សារសំដៅខ្ញុំទៅដើរផ្សារថ្ងៃនេះបាទ I go shopping today I go shopping today I go shopping today ខ្ញុំទៅដើរផ្សារថ្ងៃនេះបាទជួបចំពោះបងប្អូនវិញថ្ងៃនេះនឹងទៅដើរផ្សារដែរឬទេចុះបើសិនជាទៅបងប្អូននឹងកម្រងទិញអីខ្លះដែររបស់ប្រើប្រាស់ឬមកក៏ជារបស់ញ៉ាំបាទទិញច្រើនជួយផ្ញើខ្ញុំញ៉ាំផងបាទអរគុណបងប្អូនអរគុណទឹកជាមុន Yeah Go ahead ខ្ញុំបងវល់មួកខ្ញុំបងវល់មួក I twist the cap I twist the cap I twist the cap បាទអញ្ចឹងខ្ញុំបងវល់មួកបាទអា cap ហ្នឹងបងប្អូន cap ហ្នឹងគឺលក្ខណៈមួកបារ៉េយើងហៅថាមួកបារ៉េមួកកស្តុបហ្នឹងណាអញ្ចឹងយើងបងវល់អាបារ៉េវាទៅមុខយើងបងវល់មកក្រោយអញ្ចឹងទៅអញ្ចឹងគឺ I twist the cap បាទខ្ញុំបងវល់មួកខ្ញុំចាំឡានក្រុងខ្ញុំចាំឡានក្រុង I wait for the bus I wait for the bus I wait for the bus បាទអញ្ចឹងខ្ញុំចាំឡានក្រុងខ្ញុំចុះពីឡានក្រុងខ្ញុំចុះពីឡានក្រុង I get the bus I get the bus I get the bus បាទអញ្ចឹងប្រែថាខ្ញុំចុះពីឡានក្រុងបាទខ្ញុំគោះទ្វារបាទខ្ញុំគោះទ្វារ I knock on the door I knock on the door I knock on the door ប្រែថាខ្ញុំគោះទ្វារបាទគោះទ្វារជាលក្ខណៈថាការឲ្យសញ្ញាទៅកាន់គេដើម្បីឲ្យដឹងថាយើងមានការចង់ជួបគេអញ្ចឹងទៅអូខេតើល្ងាចនេះអ្នកទំនេរទេបាទតើល្ងាចនេះបងប្អូនទំនេរទេ Are you free this evening Are you free this evening Are you free this evening តើល្ងាចនេះអ្នកទំនេរទេទំនេរអត់ល្ងាចហ្នឹងបបួលគ្នាទៅណាទៅដាក់ហាត់ប្រាណទេខ្ញុំកំពុងតែអានសៀវភៅខ្ញុំកំពុងតែអានសៀវភៅ I am reading book I am reading book I am reading book បាទអញ្ចឹងប្រែថាខ្ញុំកំពុងតែអានសៀវភៅបាទបងប្អូនសុំសួរបន្តិចតាក់ទងនឹងចំណុចនេះបងប្អូនជាធម្មតាអានសៀវភៅបានមួយសប្តាហ៍ប្រហែលក្បាលដែរឬមួយក៏មួយខែបានមួយក្បាលដែរឬទេឬមួយក៏មួយឆ្នាំបងប្អូនអានសៀវភៅបានប្រហែលក្បាលណាហ្នឹងហើយអញ្ចឹងការអានសៀវភៅគឺពិតជាមានសារៈសំខាន់មែនទែនកាន់តែអានកាន់តែចេះណាហ្នឹងហើយកុំខ្ជិះខ្ជាយក្រដាស់កុំខ្ជិះខ្ជាយក្រដាស់បាទ Don't waste the paper Don't waste the paper Don't waste the paper កុំខ្ជិះខ្ជាយក្រដាស់បាទក្រដាស់អត់មានបតមកប៉ុណ្ណាហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនបើមានកំហុសខុសឆ្គងសូមការអធិស្ឋាន
បើសិនបើពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយ like comment ក៏ដូចជា subscribe ចំពោះបងប្អូនណាដែលអត់ទាន់បាន subscribe ជួបគ្នានៅវីដេអូក្រោយៗទៀត